សួស្តីបងថ្ងៃនេះគឺខ្ញុំមានក្រែមួយថ្មីដំណើបមកណែនាំជូនពួកបងគឺក្រែដៃមួយមានរទេះរុញក្រែនេះមិនត្រឹមតែអាចគេងបានទេសំខាន់មានរទេះរុញទៀតអស់ខ្ញុំមកប្រាប់មុខងារទី1សំខាន់សម្រាប់មុខងារទី1ហ្នឹងគឺកន្លែងរវៃគឺយើងអាចរវៃបានយករវៃឡើងចុះកន្លែងខ្នងនេះតាមតម្រូវការរបស់បងណាកន្លែងនេះគឺបងអាចរវៃឡើងចុះតាមតម្រូវការរបស់បងកន្លែងខ្នងណាអញ្ចឹងកន្លែងនេះខ្ញុំរវៃឡើងនេះគឺយើងអាចរវៃដល់ប៉ុណ្នេះហ่ะបងកន្លែងរវៃនេះគឺធូរស្រួលបងបាច់ភ័យថាតឹងបាច់បាក់រវៃអីទេគឺធូរស្រួលហ្មងអានេះខ្ញុំរវៃចុះវិញហើយសម្រាប់មុខងារទី2ហ្នឹងគឺមានកន្លែងដងស្រោមនៅមានដងស្រោមនៅលើនឹងស្រាប់គឺងាយស្រួលបងប្រើប្រាស់ហើយសម្រាប់មុខងារទី3គឺមានកន្ថៅធំហើយជាប់ស្វិតទៀតអញ្ចឹងបងងាយស្រួលក្នុងការបាត់ជើងនៅលើហ្នឹងហើយមុខងារដែលសំខាន់ជាងគេហ្នឹងគឺកន្លែងរទេះរុញអញ្ចឹងរទេះរុញនេះគឺបងបើកកន្លែងហ្នឹងមកហើយមានកន្លែងរវៃសម្រាប់ដករទេះរុញហ្នឹងចេញអញ្ចឹងមុននឹងបងដករទេះរុញហ្នឹងចេញនឹងត្រូវរវៃឡើងសិនណាអញ្ចឹងពេលរវៃឡើងហើយគឺមានប្រាំងខាងក្នុងសម្រាប់ដកចេញអញ្ចឹងខ្ញុំទាញប្រាំងហើយយើងអាចដកចេញបានហើយសម្រាប់រទេះរុញនឹងដែរគឺមានដែកមាំសំខាន់អាចទ្រទម្ងន់រហូតដល់100គីឡូក្រាមហើយនៅខាងក្រោយនេះគឺមានកាបូបឲ្យមួយទៀតមានកាបូបងាយស្រួលប្រើប្រាស់អញ្ចឹងសម្រាប់រទេះរុញនេះគឺបងអាចរវៃឡើងចុះបាននៅកន្លែងខ្នងហើយកន្លែងដៃនេះក៏យើងអាចដកចេញចូលបានដែរអាចដកបានហើយនៅខាងក្រោយនេះមានហ្វ្រាំងទៀតអញ្ចឹងរទេះរុញនេះគឺយើងអាចរុញចេញក្រៅបានធម្មតាហើយសម្រាប់ក្រែនេះដែរគឺយើងមានដឹកជញ្ជូន24ខេត្តក្រុងថែមទាំងមានធានា1ឆ្នាំបើសិនជាបងចាប់អារម្មណ៍អាចឆាតចូលពេកបាន